นาทีសង្គ្រោះបំរើការពារកម្ពុជាសុខសេរីមកដល់ជាបរិបទនៅបព្វបរោះរក្សាខ្មែរនៅទឹកដីអង្គរជាទីគោរពដល់ព្រះពុទ្ធមានគណៈបកសង្គ្រោះជាតិមានយុទ្ធកម្មកាណាចុងផ្ទាល់ដែលជាប្រកាសដឹកនាំជាតិក្រុមប្រកាសក្នុងសំប្រកាសជួយលោកកម្មវិធីថ្ងៃយើងថាជាកម្មវិធីដែលគណៈបកសង្គ្រោះជាតិជាភាសាផ្លាកដឹកនាំគណៈបកសង្គ្រោះជាតិធ្វើពិធីបួងសួងសូមសន្តិភាពសូមយុត្តិធម៌ជូនដល់ប្រជាជាតិនិងប្រជាប្រដ្ឋខ្មែរទាំងមូលគណៈបកសង្គ្រោះជាតិចំឡងដល់ជុំទាំងឡាយណាដែលចង់លួចបន្លំចង់កេងប្រវ័ញ្ចចង់បំបត្តិនៅយុត្តិធម៌របស់ប្រជាពលរដ្ឋជាភាសាសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរជំវិញការបោះឆ្នោតកន្លងទៅនេះសូមឲ្យយុត្តិធម៌បានមកប្រជាពលរដ្ឋខ្មែរវិញទាំងអស់គ្នាសូមឲ្យលទ្ធផលនៃការបោះឆ្នោតនេះរបស់ពីឆ្នាំនេះមិនប្រកបរបស់ប្រជាពលរដ្ឋខ្មែរឲ្យយុត្តិធម៌នេះសូមឲ្យវិញ្ញាណក្ខន្ធនៃពុទ្ធបរិស័ទខ្មែរសូមឲ្យបារមីបានរក្សាសិទ្ធិទាំងអស់សូមឲ្យជួយបើកខាប់ឆ្នោតបើកកញ្ចប់ឆ្នោតឲ្យមើលគ្រប់ទិសទីទាំងអស់ឲ្យឃើញថាអំពើអាក្រក់អ្នកដែលប្រព្រឹត្តអំពើអាក្រក់រួចឆ្នោតនោះមិនខុសតែអ្នករៀបបានឡើយគ្មានយុទ្ធធម៌ទេគ្មានទេសន្តិភាពគ្មានសន្តិភាពទេគ្មានទេការអភិវឌ្ឍដូច្នេះយុទ្ធធម៌ជាគ្រឹះដំបូងនៃសន្តិភាពសន្តិភាពជាគ្រឹះនៃការអភិវឌ្ឍការរីកចម្រើននៃប្រទេសជាតិការរកយុទ្ធធម៌គឺជាគោលបំណងធំបំផុតរបស់គណៈបកសង្គ្រោះជាតិដូច្នេះយើងខ្ញុំសូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងអស់សូមឲ្យធ្វើយ៉ាងណាសូមឲ្យខ្មែរយើងទទួលបានយុត្តិធម៌យុត្តិធម៌សម្រាប់ការបោះឆ្នោតគឺមានន័យថាអ្នកឈ្នះដោយថ្លៃថ្នូរអ្នកចាញ់គឺចាញ់ឲ្យអស់ចិត្តនេះហើយគឺយុត្តិធម៌ក្នុងការបោះឆ្នោតបច្ចុប្បន្នអ្នកបកសង្គ្រោះជាតិយើងអត់ចង់ឃើញអ្នកដែលឈ្នះឆ្នោតអ្នកដែលដឹកនាំប្រទេសខ្មែរបន្តពីថ្ងៃនេះទៅមុខត្រូវបានទទួលការស្កោតទោសពីប្រជាពលរដ្ឋនិងពីអន្តរជាតិទេហើយក្នុងនេះយុទ្ធធម៌នេះយុទ្ធធម៌នេះគឺមានន័យថាបើសិនណាជាយើងនៅយុទ្ធធម៌មិនបានទេហើយគណៈបកកម្មានៅតែបន្តមួយបន្លំហើយយកសិលឹកឆ្នោតដល់ការលំផលដល់យុទ្ធធម៌នេះហើយគេនឹងបានប្រជុំសភាដែលមានដំណើរនេះអត់គ្រប់តាមច្បាប់រដ្ឋធម្មនុញ្ញក៏មាន120នាក់តែបើគេប្រជុំទៅ68នាក់នោះទេមានន័យថាសភានោះគឺជាសភាអត់គ្រប់ទេទៅបោះឆ្នោតយើងនឹងនាយករដ្ឋមន្ត្រីយើងនឹងបាននាយករដ្ឋមន្ត្រីអត់គ្រប់តែទៀតអត់គ្រប់តែនោះទៅបោះឆ្នោតលើរដ្ឋាភិបាលយើងនឹងបានរដ្ឋាភិបាលឆ្នើមួយដែលគេហៅថារដ្ឋាភិបាលអត់គ្រប់តែទៀតខ្ញុំមាននាយករដ្ឋមន្ត្រីអត់គ្រប់តែទេយើងអត់ចង់មាននាយករដ្ឋមន្ត្រីដែលគេហៅថាអត់គ្រប់តែទេយើងចង់បានរដ្ឋាភិបាលនៅក្រៅត្រនេះហើយជាអត្ថន័យនៃយុទ្ធធម៌របស់គណៈបកសង្គ្រោះជាតិដែលចង់ឲ្យមានការរកយុទ្ធធម៌ជួយនឹងកាត់ក្រោយដើម្បីបាននាយករដ្ឋមន្ត្រីមួយនៅក្រៅត្របានរដ្ឋាភិបាលមួយក្រៅត្រព្រោះយើងជាខ្មែរដែរបើសិនណាជានាយករដ្ឋមន្ត្រី
ហើយយួនតែណាយើងមិនដែរទេគាត់ទៅតាមគាត់ទៅជួបរំលងខ្មែរអត់ទូទៅគឺអត់បានទេ អូនមកធៀមអត់កំបតា